សប្តាហ៍មុនយើងខ្ញុំបាននាំប្រិយមិត្តទាំងអស់គ្នាទៅទស្សនាអំពីជីវភាពរស់នៅនឹងភូមិឋានប្រជាជនដើម្បីស្វែងយល់អំពីអរិយធម៌នៅជុំវិញបឹងទន្លេសាបសប្តាហ៍នេះយើងនឹងទៅទស្សនាខ្សែទស្សនាចរដ៏ពិសេសមួយទៀតនោះគឺផ្លូវបុរាណពីក្រុងយសោធរបុរៈទៅកាន់ប្រាសាទស្ដុកកក់ធំប្រាង្គប្រាសាទទីទួលបន្ទាយបុរាណស្ពានថ្មបារាយស្ទឹងបឹងបួរនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនត្រូវបានកសាងឡើងតាមបណ្ដោយផ្លូវបុរាណដែលភ្ជាប់តំបន់កណ្ដាលនៃអាណាចក្រអង្គរនិងបណ្ដាស្រុកក្រុងសំខាន់ៗដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អំណាចកណ្ដាលនៃចក្រភពអង្គរផ្លូវបុរាណនាសម័យអង្គរមានតួនាទីស្នូលដ៏មានសារៈសំខាន់ក្នុងការតភ្ជាប់ដើម្បីបង្កើនជាចរន្តសេដ្ឋកិច្ចតាមរយៈវិស័យដឹកជញ្ជូនដូចជាការផ្លាស់ប្ដូរទំនិញស្រូវអំបិលសិប្បកម្មទិន្នផលនេសាទនិងធនធានធម្មជាតិជាដើមដំណើរទស្សនាចរនេះមិនត្រឹមតែបង្ហាញអំពីសំណង់និងផ្លូវបុរាណទេប៉ុន្តែបង្ហាញអំពីវិសាលភាពអរិយធម៌ខ្មែរដ៏រុងរឿងជាពិសេសការគ្រប់គ្រងនិងការរៀបចំដែនដីតាំងពីបុរាណបន្សល់ទុករហូតមកដល់បច្ចុប្បន្នតោះសូមអញ្ជើញទៅតាមដានទស្សនាទាំងអស់គ្នា